តោះសួស្តីបងប្អូនអរគ្នាដែលឡើងយើងមកធ្វើការដំឡើងកម្មវិធីបាទនៅលើទូរស័ព្ទដៃHuawei ម៉ាតអានេះដូចជាម៉ាត40 Pro ទូរស័ព្ទនេះវា version China ហើយតែការ version China យើងអាចដាក់នេះណា Play Store ដែរវាអត់ដំណើរការជាមួយនឹងកម្មវិធី Play Store ទេណាបាទអត់ដំណើរការកម្មវិធី Play Store ទេដូច្នេះហើយគឺយើងត្រូវប្រើប្រាស់កម្មវិធីជំនួសអញ្ចឹងយើងចូលទៅក្នុង browser របស់វាមកហើយយើងចូលទៅក្នុង Google បាទទៅ Google បាទវាចូលទៅក្នុង Google ទៅអូខេខ្ញុំមិនតាន់បានភ្ជាប់ Wi-Fi ចាំតិចណាយើងដាក់ Wi-Fi ឲ្យវាសិនបាទខ្ញុំភ្ជាប់ Wi-Fi ទៅបាទយើងចុចជាប់មកតបជាប់អូខេយ៉ាចូល browser refresh វាម្ដងទៀតបាទហើយបន្តមកយើងចាប់ផ្ដើមវាយពាក្យថា Aurora Aurora Store ណាចេញស្អីមកចេញអាហ្នឹងមកឲ្យរើសស្អីទៅរថយន្តមានទេទីផ្ទាល់ហោអូខេជើងដំណើរការមកវាជា Aurora Store យ៉ានេះបាទជាង Aurora Store យើងចូលទៅក្នុង website នេះសម្រាប់ download វាហើយយកនេះមកចាត់យកមកនេះទាញយកសម្រាប់ទូរស័ព្ទដៃ Huawei គឺយើងមិនអាចដាក់ Play Store យើងអាចប្រើប្រាស់កម្មវិធីជំនួសនឹងបានណាបាទយើងអាចប្រើប្រាស់កម្មវិធីជំនួសនឹងបានយើងអាចប្រើអាហ្នឹងក៏បានឬអាចប្រើ Gbox ក៏បានកម្មវិធី Gbox អាចប្រើបានដែរតែវាអាស្រ័យតាមទូរស័ព្ទដែរណាបាទអញ្ចឹងយើងចុចយកនេះមកនេះឡើងវាអស់វារួចរាល់បាទអញ្ចឹងរួចរាល់យើងមកមើលនេះណាអញ្ចឹងយើងបានវាមកហើយយើងយក skip សិនហើយនេះយើងអាច sign in ចូលមួយ Google យើងក៏បានយើងយកខាងក្រោមនេះក៏បានដែរណាឥឡូវខ្ញុំយកខាងក្រោមចូលមកបាទវាចូលមកបែបនេះពេលខ្លះវា load app មកឲ្យយើងតែពេលខ្លះវាអត់ load ទេអញ្ចឹងវាអត់ load យើងចូល search ចូលថាយើងចង់ download អីមួយអញ្ចឹងណាខ្ញុំ download Chrome នេះតែមកចេញអត់មកបើសិនជា search អត់ចេញអាហ្នឹងយើងត្រូវសាកល្បង sign in with ជាមួយនឹង Google របស់យើងវិញណាអូខ
ខេឥឡូវវាដំណើរការហើយបាទហើយតើរក sign in ចូលជាមួយនឹង Gmail របស់យើងมันអាចវាដំណើរការណាបាទប៉ុណ្ណឹងគឺយើងអាចធ្វើការ download កម្មវិធីបានយកមកប្រើប្រាស់ហើយ